ស្រឡាញ់ខ្ញុំស្រឡាញ់គឺខ្ញុំមិនកាត់ទៀតខ្ញុំតែសិនហើយនាងទៅបាត់ហើយមិននឹកស្មានថានាងដូចលោកអញ្ចឹងសោះគឺសុទ្ធតែងាយអៀនដូចគ្នាអៀនណាអៀនអីទៅហេតុអីបានជាអៀនអញ្ចឹងណោះfeeling លោកពិតជាមនុស្សប្រុសល្អម្នាក់មែនមកកណ្ដាលសុកនេះមកសរសើរយើងអញ្ចឹងធ្វើឲ្យយើងអៀនហើយនេះមនុស្សប្រុសល្អគឺសំតែបានរង្វាន់ពេលដែលខ្ញុំទៅបន្ទប់ទឹកនោះគេនិយាយអីជាមួយនាងហ៎ខ្ញុំមិនបាននិយាយអីទេនាងប្រាប់បងថាខ្ញុំនិយាយអីមែនទេគេមិនបាននិយាយថានាងនិយាយស្អីទេហ៎នាងគ្រាន់តែសរសើរខ្ញុំជាមនុស្សល្អហេតុអីមុននេះនាងថាខ្ញុំប្រុសល្អមិនស្រឡាញ់ក៏បដិសេធកុំឲ្យគេមានសង្ឃឹមអីមិនតែដាក់បោកគេនឹងមិនមែនជាមនុស្សប្រុសល្អទេខ្ញុំទៅងូតទឹកសិនងូតទឹកហើយឲ្យមានរង្វាន់ឲ្យមកនេះមកចង់បានរង្វាន់អីអីក៏បានដែរមែនទេខ្ញុំចង់បានរង្វាន់ដែលមិនតាន់ចប់ការពីម្សិលមិញចប់ហើយយើងមិនមែនទៅលងស្រឡាញ់ស្រីសាវ៉ាម្នាក់នេះទេវាប៉ះពាល់មកពីចិត្តឆ្នាំទេលោកតាអាលីងនៅផ្ទះដែរទេគេមិននៅផ្ទះទេលោកតាឆាប់ប្រាប់ខ្ញុំមកនាងមកធ្វើអីខ្ញុំគ្រាន់តែមកជួបបងជាមួយលោកតាទេអើយយាយឲ្យស្ដាប់តាទៅឯងជាមួយអាលីងមិនសមគ្នាទេនៅលើលោកនេះមានមនុស្សប្រុសច្រើនណាស់ឯងទៅវិញចាំណែនាំឲ្យបានច្រើនណាតែខ្ញុំខ្លាញ់តែបងអាលីងទេនាងមកយំចិត្តហើយfeeling លោកធ្វើអីនាងប៉ិនយំយ៉ាងនេះនាងធ្វើចេញមកពីទឹកសម្ដីនាងនិយាយមានអារម្មណ៍ថានាងដូចជាស្រឡាញ់យើងរវាងស្ត្រីក្រែមានតែឲ្យហួរគ្នាទេមិនអញ្ចឹងឈប់យំតែយំព្រោះតែមនុស្សប្រុសដែលមិនស្រឡាញ់នាងវាមិនសមតម្លៃទេមិនមែនទេនាងនិយាយថាអ្នកណាក៏មិនសមតម្លៃដែរនាងបងតែធ្វើអីឲ្យនាងយំទៀតហើយយ៉ាងថានាងជាប្រពន្ធខ្ញុំនាងគួរតែឈរនៅខាងខ្ញុំមិនបានជាឈរនៅខាងនាងអីទៅណោះហ្នឹងទៅដាក់លេអាបាសាណែនាងខ្ញុំធ្វើឲ្យពួកនាងឆ្លោះគ្នាមែនទេខ្ញុំគ្មានចេតនាទេអ្នកណាថានាងមិនគួរឲ្យស្រឡាញ់នឹងមិនអីទេខ្ញុំទៅលងគេទៅបានហើយអ្នកប្រុសហ្វិងកុំប៉ះជើងពួកនាងម្នាក់នៅតម្រង់ជួរកន្លែងនោះទៅគឺបែបនេះយើងមានមិត្តម្នាក់គេជាប្រពន្ធរបស់យើងគេរៀបការជាមួយគ្នាព្រោះតែការរកស៊ីពេលនេះពួកគេរៀបការរួចហើយតែនៅមានមនុស្សស្រីម្នាក់ទៀតក៏ស្រឡាញ់ខ្ញុំដែរ